តើបងប្អូនមកញ៉ាំទាំងអស់គ្នាតើបងប្អូនឥឡូវយើងមកធ្វើនំចុកស្រស់ទាំងអស់គ្នាបងប្អូននេះគ្រឿងផ្សំរបស់យើងបងប្អូននេះគ្រឿងផ្សំរបស់យើងមានស្លឹកគ្រៃគល់ស្លឹកគ្រៃល្មៀតហើយនឹងខ្ជាយបងប្អូនហើយនឹងខ្ទឹមសបងប្អូនខ្ទឹមសដោយសារនេះខ្ញុំបកឲ្យទុកក្នុងទូទឹកកកបងប្អូនអញ្ចឹងវាសម្បូរអត់សូវស្អាតទេប៉ុន្តែយើងអាចប្រើការបាននំចុកយើងគឺយើងប្រើសាច់ត្រីនេះខ្ញុំដាក់ក្បាលត្រីបងប្អូនចាហើយនេះតៅហ៊ូបំពងជាមួយនឹងសាច់ប៉ាតេហើយនឹងប្រហិតចានេះនំបញ្ចុកយើងហើយបន្លែបងប្អូនចាបន្លែយើងនៅមានសណ្ដែកមួយមុខទៀតណាបងប្អូនសណ្ដែកបដុកហើយនេះឈាមមាន់បងប្អូនចាតោះទៅតាមដានទាំងអស់គ្នាបងប្អូនតើបងប្អូនឥឡូវយើងមកបុកគ្រឿងទាំងអស់គ្នានេះខ្ញុំបុកតែបងប្អូនចង់បង់វាទាំងអញ្ចឹងក៏បានដែរបងប្អូនដំវាបែកចឹងហើយចាំបងចូលឆ្នាំងស្លយើងណាបងប្អូនតែនេះខ្ញុំចង់បុកវាដើម្បីវាម៉ត់ហើយឲ្យវាធំក្លិនគ្រឿងខ្លាំងនៅក្នុងទឹកស៊ុបយើងហ្មងណាបងប្អូនចាបើសិនជាបងប្អូនអត់បុកឲ្យគ្រាន់តែដំដាក់ទេបងប្អូនអាចស្រង់វាចេញវិញណាបងប្អូនតែសម្រាប់នាងខ្ញុំអត់ស្រង់វាចេញទេនាងខ្ញុំទុកវានៅក្នុងឆ្នាំងនឹងហ្មងបងប្អូនបុកវាឲ្យម៉ត់ណាបងប្អូនណាចាបងប្អូនលើនាងខ្ញុំបុកវាម៉ត់ហើយយើងវាដាក់ចានបងប្អូនយើងហៅថានំចុកសោសទឹកខ្ជាយបងប្អូនចានេះបងប្អូនយើងដាក់ដាំទឹកមុនចាយើងដាក់ដាំឲ្យវាពុះសិនណាបងប្អូនចាំយើងបង់គ្រឿងតាមក្រោយចាបងប្អូនឥឡូវទឹកយើងពុះហើយបងប្អូនខ្ញុំដាក់អំបិលមួយចុងស្លាបព្រាហើយយើងដាក់គល់ខៃចូលជាមួយនឹងស្លឹកគ្រៃពេលដែលយើងស្លឆ្អិនហើយយើងស្រង់គល់ខៃនិងស្លឹកខៃចេញណាបងប្អូនឥឡូវយើងដាក់គ្រឿងចូលមកបងប្អូនបន្ទាប់មកយើងបង់ត្រីចូលដើម្បីវាឆ្អិនបងប្អូនឥឡូវទឹកយើងពុះហើយបងប្អូនយើងដាក់ឈាមមាន់ចូលត្រីអញ្ចឹងយើងដាក់វាឲ្យពុះមកទុះសិនណាបងប្អូនតើបងប្អូនឥឡូវពុះទៀតហើយអញ្ចឹងយើងមកប្រហិតចូលនេះខ្ញុំដាក់ប៊ីចេងមកចុងស្ព្រាបន្ទាប់មកយើងដាក់ស្ករអូនយើងដាក់2ស្ព្រាកន្លះហើយនេះខ្ញុំដាក់ម្សៅស៊ុបខ្នុរមកស្ព្រាកន្លះបងប្អូនអំបិលដែលគេហៅអំបិលហេម៉ាឡៃបងប្អូនបន្ទាប់មកយើងថែមទឹកត្រីបន្តិចមកបងប្អូនប៉ុណ្ណឹងកុំឲ្យវាប្រៃពេកដោយសារយើងញ៉ាំជាមួយនឹងកាពិបងប្អូនទឹកកាពិចាបងប្អូនឥឡូវយើងស្រង់ត្រីយើងចេញបងប្អូនបើយើងដាក់ក្នុងត្រាំក្នុងឆ្នាំងហ្នឹងខ្លាចវាលួយត្រីអស់បងប្អូនទឹកជ្រលក់ទាំងអស់គ្នាគឺទឹកកាពិអំពិលទុំនេះអំពិលទុំដែលម៉ាក់នេះខ្ញុំបេះពីចកាមកគាត់បេះឲ្យដាក់គីឡឲ្យនេះខ្ញុំឡើងមកគីឡបងប្អូនអើយចាហើយបងប្អូនយើងដួសទឹកស៊ុបដាក់ចូលហើយបងប្អូនជ្រុំទៀតទៅដោយសារនេះខ្ញុំលាយតែមួយចានទេបងប្អូនហើយសម្រាប់ទឹកកាពិហ្នឹងដោយសារតាម៉ាក់នេះខ្ញុំគាត់ឆាទុកឲ្យនេះខ្ញុំមួយកែវហើយហីអញ្ចឹងនេះខ្ញុំគ្រាន់តែដួសវាដាក់វាជាមួយនឹងទឹកអំពិលទុំហ្នឹងគឺជាការស្រេចទេបងប្អូនចានេះខ្ញុំគ្រាន់តែជ្រុំប៉ុណ្ណឹងបានចេញហើយគឺនេះខ្ញុំដាក់ទឹកកាពិចូលហើយបងប្អូននេះកាពិម៉ាក់នេះខ្ញុំគាត់ឆាទុកឲ្យនេះខ្ញុំមួយកែវអញ្ចឹងនេះខ្ញុំគាត់ដាក់គ្រឿងហើយអញ្ចឹងនេះខ្ញុំគ្រាន់តែដួសយកមកដាក់លាយជាមួយនឹងទឹកអំពិលទុំយើងឯងបងប្អូនចាបងប្អូនយើងនៅតែថែមម្ទេសទេអញ្ចឹងនេះខ្ញុំអត់បានថតដាក់ថែមម្ទេសទេចាំពេលញ៉ាំចាំមានម្ទេសក្នុងចានហ្មងបងប្អូនឥឡូវយើងមកសូមបន្លែនិងនំបញ្ចុកមួយគ្នាបងប្អូនឥឡូវយើងដួសទឹកស៊ុបយើងសូមបន្លែបងប្អូនសូមនំបន្លែនិងនំបញ្ចុកបងប្អូនហើយយើងចាក់ទឹកស៊ុបចូលវិញចឹងណាបងប្អូននេះឃើញទេបានញ៉ាំបាត់ហើយបងប្អូនអញ្ចឹងបងប្អូនយើងរៀបសាច់ដាក់នៅលើចានយើងមក
dương đã chi mình tịt máu bông bồn cha bắt tọt máu dương đã cá sáo bông bồn hay dương đã dùng chơi bông bồn bắt tọt máu dương đã sạch thảy bông bồn ui nghe nha bông bồn ơi tình nồng đàn lại bông bồn ơi cha nè bông bồn chẳng máu bông bồn tình nồng nghe wow mà chan bật đấy bông bồn ơi nè có nhớ bông bồn cha bông bồn là lợi dương đuôi tự sụp đạp nóng chan bao giờ em quả hật mà quạt máu hay là chim mon bông bông ơi mà chan bực mỏng bông bồn vừa nhằm luồn anh sinh nhật mọt đó bông bồn nè chẳng bông bồn cho chất đã tắc chớn bông bồn đã tắc chớn nên nhưng đã tập ban ngày bông bồn chè cắt mà tê đã nóng chan bao giờ mình chan tắc chỉ lụi dương á bông bồn là nắng bị ấp nghe mà tê ấp cá bông bồn nè bông bồn hay giờ nên nhưng đã có nó không tập chỉ lụi dương mình tịt máu bông bồn hơi bông bồn cho bò viên chè máu tập bông bồn mà nhắm từng ớt nè mình chọc sò từng ớt nè bông bồn tao hươngขอบคุณច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូនេះខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ